កតាគឺជាមនុស្សដែលមិនសូវរុះរាយរាក់ទាក់ហើយថែមទាំងរៀនមិនដែលបានលេខ1ដូចជានាងទៀតផងពេលនោះឪពុករបស់សក្តាបានចាប់ផ្ដើមបន្ទោសដល់សក្តាជាខ្លាំងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយថ្ងៃនេះផងដែរនាងខ្ញុំមានរឿងថ្មីមួយដើម្បីយកមកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសាច់រឿងរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះផងដែរក៏បាននិយាយតាក់ទងជាមួយនឹងក្មេងប្រុសម្នាក់សូមចូលរួមស្ដាប់ជាមួយនឹងនាងខ្ញុំសក្តាគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារដែលមានជីវភាពធូរធារមួយឪពុកម្ដាយសក្តាគឺជាអ្នកធ្វើជំនួញហើយសក្តាគឺជាសិស្សម្នាក់ដែលពូកែខ្លាំងមែនទែនសក្តាមានអាយុ18ឆ្នាំគេរៀនថ្នាក់ទី11នៅពេលដែលសក្តាទៅរៀនមិត្តភ័ក្តិរបស់សក្តាតែងតែចូលចិត្តនិយាយលេងជាមួយនឹងសក្តាពីព្រោះថាសក្តាគឺជាមនុស្សដែលមានចិត្តល្អហើយសុភាពរាបសាររួមទាំងចេះគោរពដល់អ្នកដទៃទៀតផងសក្តាមានប្អូនស្រីម្នាក់ឈ្មោះថាវត្តីនាងមានអាយុ16ឆ្នាំនាងរៀនថ្នាក់ទី9វត្តីក៏ជាសិស្សម្នាក់ដែលពូកែខ្លាំងណាស់ដែរនាងតែងតែរៀនជាប់លេខ1រាល់ឆ្នាំនៅក្នុងថ្នាក់រៀនរបស់នាងប៉ុន្តែអត្តចរិតរបស់នាងគឺខុសស្រឡះពីបងប្រុសរបស់នាងគឺជាមនុស្សដែលក្រអឺតក្រទមហើយថែមទាំងចូលចិត្តមើលងាយដល់អ្នកដទៃជាពិសេសនោះគឺវត្តីនាងតែងតែមើលងាយដល់សក្តាដែលជាបងប្រុសរបស់ខ្លួនពីព្រោះថាសក្តាមិនដែលរៀនបានលេខ1នោះទេលេខដែលសក្តាតែងតែបានគឺជាលេខ2ប៉ុន្តែសក្តាគេនៅតែមានមោទនភាពលើខ្លួនឯងចំណែកឯវត្តីវិញនាងបែរជាមើលងាយដល់បងប្រុសរបស់នាងទៅវិញនាងតែងតែនិយាយពាក្យបង្អាក់បង្អន់ទៅដល់បងប្រុសរបស់នាងដូចជាពាក្យតិចមិនសូវល្អជាដើមហើយថែមទាំងសើចចំអកដល់សក្តាដែលជាបងប្រុសបង្កើតរបស់ខ្លួនទៀតផងនៅពេលល្ងាចនៅក្នុងគ្រួសាររបស់សក្តាបានញ៉ាំអាហារពេលល្ងាចជុំគ្នាសក្តាបាននិយាយប្រាប់ឪពុករបស់គេអំពីការសិក្សាពីព្រោះថាសក្តាគេជិតរៀនចប់ហើយនៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះសក្តាគឺត្រូវឡើងថ្នាក់ទី12ហើយចំណែកឯវត្តីនាងក៏បាននិយាយអួតអំពីការសិក្សារបស់នាងទៅកាន់ម្ដាយរបស់នាងដូចគ្នានាងបាននិយាយប្រាប់ម្ដាយរបស់នាងអំពីការសិក្សារបស់នាងហើយថែមទាំងនិយាយបន្ទាបបន្ថោកដល់បងប្រុសរបស់នាងទៀតផងថាគេរៀនមិនពូកែមិនដូចនាងគឺជាក្មេងស្រីដែលស្អាតឆ្លាតហើយថែមទាំងរុះរាយរាក់ទាក់ជាមួយនឹងពួកម៉ាក់នៅក្នុងថ្នាក់ទៀតផងប៉ុន្តែមិនដូចសក្តានោះទេសក្តាគឺជាមនុស្សដែលមិនសូវរុះរាយរាក់ទាក់ហើយថែមទាំងរៀនមិនដែលបានលេខ1ដូចជានាងទៀតផងពេលនោះឪពុករបស់សក្តាបានចាប់ផ្ដើមបន្ទោសដល់សក្តាជាខ្លាំងជារៀងរាល់ថ្ងៃពេលញ៉ាំបាយល្ងាចសក្តាគឺតែងតែត្រូវឪពុកម្ដាយរបស់គេបន្ទោសជារៀងរាល់ថ្ងៃដូចនេះហើយនៅថ្ងៃនេះក៏ដូចគ្នាផងដែរវាគឺជារឿងមួយដែលធម្មតាបាត់ទៅហើយសម្រាប់សក្តាបានត្រឹមតែញញឹមហើយនឹងទទួលយកពាក្យសម្ដីទាំងប៉ុន្មានដែលឪពុករបស់គេបានស្ដីឲ្យសក្តាមានអារម្មណ៍ថាអាក់អន់ស្រពោនចិត្តជាខ្លាំងនៅពេលដែលគេបានខិតខំហើយប៉ុន្តែឪពុកម្ដាយនិងប្អូនស្រីរបស់គេបែរជាមើលមិនឃើញនៅអ្វីដែលគេបានខំប្រឹងគេបានខំអស់ពីសមត្ថភាពរបស់គេបាត់ទៅហើយប៉ុន្តែឪពុកម្ដាយរបស់គេនៅតែមើលមិនឃើញតម្លៃនៃការខំប្រឹងរបស់គេតតែសោះមួយឆ្នាំក្រោយមកបន្ទាប់ពីសក្តារៀនចប់ថ្នាក់ទី12គេក៏បានចូលធ្វើការងារដែលល្អមួយហើយគេក៏បានព្យាយាមរកលុយបន្ថែមដើម្បីរៀនសាកលគេបានខំប្រឹងខ្លាំងមែនទែនហើយចៅហ្វាយនេះរបស់គេពិតជាចូលចិត្តនិងគោរពស្រឡាញ់ដល់សក្តាជាខ្លាំងពីព្រោះថាសក្តាគឺជាក្មេងប្រុសដែលឧស្សាហ៍ព្យាយាមហើយចេះអត់ធ្មត់ទៀតផងសក្តាត្រូវបានចៅហ្វាយនេះរបស់ខ្លួនទំឡើងប្រាក់ខែឲ្យជារៀងរាល់ខែគេពិតជាសប្បាយចិត្តហើយគេតែងតែនិយាយរឿងរ៉ាវទាំងអស់នេះប្រាប់ដល់ឪពុកម្ដាយរបស់គេនិងប្អូនស្រីរបស់គេប៉ុន្តែរឿងទាំងអស់នេះមិនបានធ្វើឲ្យឪពុកម្ដាយរបស់គេនិងប្អូនស្រីសប្បាយចិត្តនោះទេបែរជានៅតែបន្ទោសដដែលថាសក្តានៅតែគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសារចំណែកឯវត្តីវិញគឺនាងរៀនថ្នាក់ទី11ហើយនាងនៅតែសុំលុយឪពុកម្ដាយចាយដូចដើមហើយនាងនៅតែបន្ទាបបន្ថោកបងប្រុសរបស់នាងបន្តទៅទៀតបន្ទាប់ពីនិយាយប្រាប់ឪពុកម្ដាយអស់រយៈពេលជាច្រើនខែមកហើយពួកគេមិនដែលសប្បាយចិត្តជាមួយនឹងខ្លួនសក្តាក៏លេងមាត់លេងកជាមួយនឹងក្រុមគ្រួសារមិនសូវជានិយាយស្ដីអំពីរឿងការងារអំពីការរៀនសូត្រទៀតទេជាមួយនឹងគ្រួសារសក្តាក៏តែងតែពិបាកចិត្តជារៀងរាល់ថ្ងៃហ
ហើយគាត់ក៏បាននិយាយរឿងរ៉ាវទាំងអស់នេះប្រាប់ទៅដល់មិត្តសម្លាញ់របស់គាត់មិត្តសម្លាញ់របស់គាត់ក៏តែងតែលើកទឹកចិត្តដល់គាត់ហើយនៅឆ្នាំបន្ទាប់ទៀតសក្តាក៏បានរៀនចប់ឆ្នាំទី4គឺគេបានក្លាយទៅជាវិស្វករមួយដែលល្អគេពិតជាស្រឡាញ់ការងារនេះខ្លាំងមែនទែនហើយភាពជោគជ័យក៏បានរត់មកកាន់សក្តាចំណែកឯវតីវិញបន្ទាប់ពីបញ្ចប់ការសិក្សានាងមិនបានចូលរៀនសាកលនោះទេគឺនាងនៅតែសុំលុយឪពុកម្ដាយរបស់នាងចាយនាងក៏បានដឹងខ្លួនថានាងពិតជាខុសហើយនាងបាននិយាយទៅកាន់សក្តាដែលជាបងប្រុសថាបងប្រុសខ្ញុំសុំទោសខ្ញុំដឹងថាខ្ញុំធ្វើខុសបើសិនជាខ្ញុំធ្វើតាមអ្វីដែលបងតែងតែប្រាប់កន្លងមកដើម្បីឲ្យខ្ញុំខំរៀនខ្ញុំអាចនឹងមានការងារដែលល្អដូចជាបងសប្តាហ៍ថ្ងៃនេះដែរសក្តាគេមិនបានបន្ទោសដល់ប្អូនស្រីរបស់គេនោះទេគេគ្រាន់តែនិយាយថាមិនអីទេឱកាសនៅតែមានឯងត្រូវតែខំប្រឹងណាសក្តានៅតែបន្តលើកទឹកចិត្តដល់ប្អូនស្រីរបស់គេទោះបីជាការកន្លងមកនាងតែងតែនិយាយបន្ទាបបន្ថោកធ្វើបាបដល់ផ្លូវចិត្តរបស់គេយ៉ាងណាក៏គេនៅតែស្រឡាញ់ប្អូនស្រីរបស់គេដូចដើមហើយសាច់រឿងមួយនេះផងដែរក៏ត្រូវបានបញ្ចប់សាច់រឿងមួយនេះផងដែរក៏បាននិយាយតាក់ទងជាមួយនឹងការដែលស្រឡាញ់កូនមិនស្មើគ្នាការដែលស្រឡាញ់កូនមិនស្មើគ្នាពិតជាពិបាកខ្លាំងណាស់ដល់ផ្លូវចិត្តរបស់កូននៅពេលដែលឪពុកម្ដាយបានស្រឡាញ់យកចិត្តទុកដាក់ជាមួយនឹងកូនណាមួយម្នាក់ជាងកូនណាមួយទៀតគឺពិតជាធ្វើឲ្យកូនម្នាក់ទៀតដែលមិនត្រូវបានឪពុកម្ដាយយកចិត្តទុកដាក់ជាមួយមានការអាក់អន់ស្រពន់ចិត្តហើយនឹងអាចធ្វើឲ្យពួកគេឈានទៅដល់ការគិតខ្លីឬក៏មានភាពបរាជ័យនៅក្នុងឆាកជីវិតរបស់គេផងដែរបើសិនជាយើងក្រឡេកមកមើលឯព្រះវិញព្រះជាម្ចាស់ទ្រង់មិនដែលស្រឡាញ់យើងលំអៀងឡើយទ្រង់តែងតែមានភាពយុត្តិធម៌ទ្រង់តែងតែស្រឡាញ់យើងស្មើគ្នាហើយទ្រង់តែងតែផ្គត់ផ្គង់និងផ្ដល់អ្វីៗគ្រប់យ៉ាងសម្រាប់ឲ្យយើងស្មើគ្នាមិនមានអ្នកណាលើសអ្នកណានោះទេដូចនេះហើយពុកម៉ែបងប្អូនក្មេងៗទាំងអស់យើងត្រូវដឹងថាព្រះជាម្ចាស់គឺជាព្រះវរបិតាគឺជាព្រះបិតានៃសេចក្តីស្រឡាញ់ទ្រង់តែងតែស្រឡាញ់ទ្រង់តែងតែមានភាពយុត្តិធម៌សម្រាប់យើងទាំងអស់គ្នារឿងមួយនេះផងដែរក៏មានចំណងជើងថាភាពលំអៀងនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ